ហើយនៅសម្ភារៈបរិការបំពាក់ទាំង6បន្ទប់ទៀតសរុបអស់$20000គត់អញ្ចឹងបើបូកពីនឹងចូលគ្នាដែលធ្វើហើយគឺអស់$270,000ហើយបើយើងបូកបន្ថែមជាមួយនឹងតារាងបាល់បោះអស់បាត់ទេដែលកំពុងតែបន្តការសាងសង់នេះគឺដឹងទៅហើយព្រោះថវិកាក៏មានដែរនៅចាំតែជាងដែលធ្វើតាមគុណភាពកុងត្រាទេអស់40000អញ្ចឹង40000បូកជាមួយនឹង27 310,000 310,000បូក3នឹងចូលគ្នាលើសមិទ្ធផលដែលសរុបនេះហ่ะតម្លៃសរុបដែលឃើញតែ34000ណាអញ្ចឹងយើងសរុប3ហ្នឹងគឺណា310,000ណាដល់310,000ហើយបើសិនជាយើងបូកជាមួយនឹងអគារពិសោធន៍60000ទៀតណា370,000ណា370,000ហ្នឹងនេះនៅក្នុងនេះជាមួយនឹងទីលានសមាធិព្រមទាំងកន្លែងជួសជុលបណ្ណាល័យអីបន្តិចបន្តួចបូកជាមួយនឹងបន្ទប់ទឹកយើង6000ដែរនេះបន្ទប់ទឹកនឹងទីលានដុតសម្រាមបើចាំមិនខុសទេខ្វះបន្តិចឬក៏ក្បែរ400,000នេះសមិទ្ធផលដែលបានសាងតែក្នុងសាលាវិទ្យាល័យហ៊ុនសែនទឹកផុសនេះមួយទេក្នុងរយៈកាល6ខែចូល7ខែហ្នឹងអញ្ចឹងខ្វះបន្តិចបំផុត$400,000ហើយចំណែកការសាងសង់នៅក្នុងស្រុកនេះក៏ដូចជាក្នុងភូមិនេះដែរដូចជាសាលាបុណ្យភូមិរមាសនេះក្នុងរបាយការណ៍ឃើញដាក់ចំណាយអស់$3,500ប៉ុន្តែមែនតែនទៅមិញសួរជាងគ្រាន់តែជួសជុលដំណាក់កាលទី1អស់$46,500ណាđểជួយគ្នាគិតលេងណាអូដំណាក់កាលទី1មានកុងត្រានេះមិនសុំមើលកុងត្រាដំណាក់កាលទី1ដែលជួសជុលទាំងរូបគំនូរទាំងក្រាការ៉ូដាក់កញ្ចក់បដូរអីសពគ្រប់បែបយ៉ាងហ្នឹងអស់$46,500បូកជាមួយនឹងការកសាងរបងចាក់សាបផ្លូវបេតុងរៀបប្រព័ន្ធភ្លើងអីខាងមុខទៀតអស់20000ជាងទៀតហ្នឹងហើយអញ្ចឹងជាង60000ជិត70000មិនដែលក្នុងរបាយការណ៍យើងឃើញថា30000អញ្ចឹងបាត់ពាក់កណ្ដាលប៉ុន្តែលុយឲ្យគេឲ្យអស់ហើយណាហ្នឹងហើយរបងមណ្ឌលសុខភាពនៅក្នុងនេះឃើញចំណាយអស់36000គឺត្រឹមត្រូវហើយក្រាការ៉ូមតីសិក្សារមាស6បន្ទប់ក្នុងរបាយការណ៍ឃើញជំរាបជូន2500ប៉ុន្តែមែនតើអស់5000ប្រហែលណាជាងអស់5000ប្រហែលតាមរបងសាលាបឋមសិក្សានេះអស់ប្រហែលជួសជុលកាលការ៉ូអីអត់ទេសាលាបឋមសិក្សាបតីអស់5000ហ្នឹងហើយចឹងបាត់ពាក់កណ្ដាលដែរហ្នឹងហើយក្នុងរបាយការណ៍បថយតួលេខនេះអញ្ចឹងគឺនេះសំណង់ទាំងអស់នេះវាមានតម្លៃបែបបូកចូលគ្នាទៅក្នុងស្រុកសមិទ្ធផលក្នុងស្រុកនេះវាលើសពី$500,000ហើយដែលយើងបានកសាងរួចនិងកំពុងតែបន្តការសាងសង់នេះជាអត់របាយការណ៍ពីណាទេគឺរបាយលុយដែលចាយទៅហើយដែលយើងបានចាត់ចែងឲ្យធ្វើរួចរាល់ហើយព្រោះអ្វីព្រោះដើម្បីលើកកម្ពស់គុណភាពក៏ដូចជាសោភ័ណភាពក្នុងវិស័យអប់រំយុវជននិងកីឡារបស់យើងដែលជាវិស័យស្នូលរបស់ប្រជាជាតិមួយយើងត្រូវចាំថារាល់ប្រជាជាតិទាំងអស់នៅក្នុងសកលលោកមិនថាជាតិសាសនាទេគឺពឹងផ្អែកទៅលើចំណេះដឹងរបស់ពលរដ្ឋបើកាលណាប្រជាពលរដ្ឋមានចំណេះដឹងប្រកបដោយតម្លាភាពនិងគុណភាពធ្វើឲ្យការអភិវឌ្ឍរបស់ប្រទេសជាតិមានភាពឆាប់រហ័សព្រោះអ្វីក៏ដោយក៏ត្រូវការអ្នកចេះយកមកធ្វើដែរជាពិសេសបងប្អូនសិស្សានុសិស្សទាំងអស់ដែលកំពុងតែនៅសិក្សាឬក៏កំពុងតែបន្តការសិក្សានៅក្នុងមធ្យមសិក្សាឧត្តមសិក្សាដែលចាំបាច់បំផុតគឺគុណភាពនៃការសិក្សារបស់យើងនឹងឯងសមិទ្ធផលដែលកើតឡើងក្នុងថ្ងៃនេះជារូបរាងមែនតែនទៅគ្រាន់តែជាគ្រឿងដែលលម្អនៃការសិក្សារបស់យើងទេប៉ុន្តែអ្វីដែលជាគ្រឿង
ដោយវិចិត្រអំពីការសិក្សានោះគឺគុណភាពនៃការសិក្សារបស់យើងតើមានកម្រិតប៉ុណ្ណាយើងក៏លេខតែដិតកាលការសិក្សារបស់យើងដែលឡើងចុះដោយបរិបទនយោបាយប្រទេសជាតិសង្គ្រាមមានការជួបផលវិបាកប៉ុន្តែបញ្ញវន្តក្នុងចំនួននោះនៅតែមិនលះបង់ក្នុងការសិក្សាដើម្បីយកនៅចំណេះដឹងមកបន្តការជួសជុលភាពបែកបាក់សក្តិរិទ្ធិរបស់ប្រទេសជាតិព្រោះវិស័យអប់រំយើងធ្លាក់ចុះប៉ុន្តែក្រោយពេលទទួលបាននៅការផ្លាស់ប្ដូរពីសង្គមដែលមិនមានការអប់រំសិក្សាត្រឹមត្រូវចូលមកក្នុងសម័យដែលទទួលបានការអប់រំសិក្សាវិញពេលខ្លះយើងមានតែសាស្ត្រាចារ្យម្នាក់ឬក៏គ្រូបង្រៀនម្នាក់ពីរនាក់តែប៉ុណ្ណោះទាំងអស់នោះគាត់រុញច្រាននៅនិវារបស់យុវជនដែលត្រូវការសិក្សាបន្តរហូតដល់សប្តាហ៍ថ្ងៃយើងមានគ្រូលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យរហូតដល់រាប់ពាន់រាប់ម៉ឺននាក់ក្នុងពេលបច្ចុប្បន្នទាំងអស់នេះជាភាពតស៊ូនៃការសិក្សារបស់ពួកគាត់ដែលជាគំរូមួយទុកឲ្យយើងបន្តការកាន់យកនៅវិស័យសិក្សានេះមកជាផ្នត់គំនិតសម្រាប់យុវសិស្សបងប្អូនសិស្សានុសិស្សទាំងអស់គាត់បីកលេចគិតបន្តិចថាការដែលសិក្សានេះវាមិនមែនជាកាតព្វកិច្ចទេប៉ុន្តែវាជារឿងចាំបាច់ដែលយើងមនុស្សម្នាក់ត្រូវតែទទួលបានត្រូវតែយកមកដាក់ក្នុងខ្លួនយើងកុំគិតថាការសិក្សាមានគុណភាពអគុណភាពមកពីក្រសួងនោះមិនមែនជារឿងដែលត្រឹមត្រូវទេគោលនយោបាយសិក្សារបស់ក្រសួងមិនថាប្រទេសណាទេតែងតែមានគោលនយោបាយសិក្សាល្អស្របទៅតាមនយោបាយប្រទេសជាតិស្របទៅតាមប្រពៃណីទំនៀមទម្លាប់របស់ជនជាតិក៏ដូចជាស្របទៅតាមទស្សនវិស័យរបស់លោកអ្នកប្រាជ្ញបញ្ញវន្តលើសកលលោកដូចគ្នាប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មណ៍គឺអ្នកសិក្សាទទួលយកនៅចំណេះដឹងទាំងអស់នោះបានប៉ុណ្ណាទេផ្ទុយទៅវិញចំណេះដឹងនឹងទៀតសោតត្រូវតែប្រកបជាមួយនឹងមនសិការនេះជាពិសេសបងប្អូនយុវជនដែលត្រៀមនឹងប្រឡងនៅទុតិយភូមិឬក៏មធ្យមភូមិចាប់ពីមធ្យមភូមិទៅត្រូវមានទស្សនវិស័យថាខ្លួនឯងរៀនដើម្បីអីហើយទស្សនវិស័យបែបណាក្នុងការរុញផ្នត់គំនិតការសិក្សារបស់យើងឲ្យមានភាពរីកចម្រើនឥឡូវយើងគ្រប់គ្នាចង់រៀនដើម្បីអីយើងថារៀនដើម្បីធ្វើការចិញ្ចឹមជីវិតពាក្យនេះវាស្ដាប់ទៅវាសាមញ្ញពេកសូម្បីតែអ្នកសុំទានក៏គេអាចចិញ្ចឹមជីវិតគេបានដែរហើយការងាររបស់គេជាការងារសុំទានដែរប៉ុន្តែអ្នកដែលគ្នាសុំទានទៅខ្លះគ្នាមិនមានឱកាសក្នុងការសិក្សាព្រោះតែសង្គមគ្រួសារផលវិបាកច្រើនរាប់មិនអស់ដែលយើងដែលគាត់បានជួបហើយដែលយើងមិនបានដឹងប៉ុន្តែសម្រាប់យើងមានឱកាសក្នុងការសិក្សាអញ្ចឹងតើទស្សនវិស័យរបស់យើងដែលជាសិស្សានុសិស្សនេះព្រោះអ្នកខ្លះមានវ័យ18ឆ្នាំលើសហើយដែលការទទួលស្គាល់ជាសកលគឺកាលណាមនុស្សមានអាយុ18ឆ្នាំគឺទទួលសិទ្ធិក្នុងការសម្រេចចិត្តខ្លួនឯងហើយអញ្ចឹងតើការសម្រេចចិត្តរបស់យើងនេះបន្តការសិក្សាដើម្បីអ្វីហើយគោលបំណងការសិក្សាដើម្បីពេលដែលចេះដឹងហើយយកទៅធ្វើអីអានឹងជារឿងដែលយើងគប្បីតែបណ្ដុះនៅទស្សនៈខ្លួនឯងឲ្យមានពីឥឡូវទៅហើយព្រោះច្រើនណាស់សង្គមបញ្ញវន្តយើងដែលរៀនសូត្រពីទុតិយភូមិពីបឋមភូមិចូលទៅកាន់ទុតិយភូមិរហូតដល់តែខ្លួនកំពុងតែឈរក្នុងទុតិយភូមិហើយមិនទាន់មានទស្សនវិស័យដែលសម្រេចឲ្យជីវិតខ្លួនឯងដើរទៅលើផ្លូវណាមួយទៀតពេលណាប្រឡងទី12ចប់ចាប់ផ្ដើមងេមងាមឬក៏ថាចាប់ផ្ដើមរសេមរសាមដោយការគិតមិនដឹងថាគួរទៅចាប់រៀនមុខជំនាញអីខ្លះឃើញគេរៀនពេទ្យច្រើននាំគ្នាចង់ទៅរៀនពេទ្យខ្លះឃើញគេរៀនអីគណនេយ្យធនាគារច្រើនចេះតែទៅរៀនតាមគ្នាហើយទាំងដែលខ្លួនឯងអត់មានទស្សនវិស័យទៅចង់ធ្វើអីប្រកបជួនកាលនាំគ្នាបរោះគោលបំណងចង់រៀនហើយនៅចង់ធ្វើប៉ូលីសទាហាន PM ប៉ុន្តែចាប់ការសិក្សារៀនសូត្រនាំគ្នាទៅរៀននៅគីមីចំណីអាហារធនាគារហើយត្រឡប់មកពេលដែលរៀនចប់ត្រឡប់មករកការងារតាមអ្វីដែលខ្លួនឯងចង់
អណ្ដៃវាខុសចំនេះអញ្ចឹងអានេះជារឿងដែលប្រឈមមុខជាមួយការអត់ការងារធ្វើហ្នឹងអញ្ចឹងយើងបន្ទោសពីណាយើងបន្ទោសរដ្ឋាភិបាលយើងបន្ទោសក្រសួងអប់រំដែលថាអប់រំយើងមិនបានល្អទាំងអស់នោះសឹកតែរឿងដែលយើងមិនគួរបន្ទោសអ្វីដែលយើងគួរបន្ទោសគឺខ្លួនឯងព្រោះយើងអត់មានទស្សនវិស័យថាខ្លួនឯងកំពុងតែចង់ធ្វើអីព្រោះរៀនដើម្បីអីរៀនដើម្បីដឹងដើម្បីចេះដើម្បីធ្វើកើតហើយបើយើងរៀនមិនដឹងមិនចេះហើយធ្វើមិនកើតទៀតតែវាជាកំហុសរបស់អ្នកណាអាហ្នឹងសូមឲ្យបងប្អូនទាំងអស់គួរតែផ្ដោតលើភាពចាំបាច់របស់ខ្លួនពីឥឡូវឲ្យហើយថាខ្លួនចង់បានអីហើយយើងរៀបទិសដៅរបស់យើងព្រោះយើងចាំដល់អាយុ25ឆ្នាំទើបយើងមានទិសដៅជីវិតយើងត្រូវរងចាំ10ឆ្នាំទៀតទើបយើងរៀបការផែនការជីវិតនេះបានត្រឹមត្រូវអញ្ចឹងវាអស់35ឆ្នាំបាត់ហើយអញ្ចឹងដល់40ឆ្នាំទើបទទួលបានជោគជ័យអញ្ចឹងវាលើសពាក់កណ្ដាលហើយព្រោះមនុស្សសពថ្ងៃអត់បាន100ទេតែ74ឆ្នាំ75ឆ្នាំទេអញ្ចឹង35ឆ្នាំនេះពាក់កណ្ដាលជីវិតបាត់ហើយបើយើងចាំអាយុ25ឆ្នាំបានយើងរៀបចំទិសដៅជីវិតថាយើងចង់បានអីអញ្ចឹងតម្រាំតែជោគជ័យវាត្រូវការរហូតដល់អាយុ40ឆ្នាំតើពេលហ្នឹងយើងខ្លាចជាអីទៅហើយយើងខ្លាចទៅជាឪពុកម្ដាយគេបាត់ទៅហើយអញ្ចឹងតើយើងមានអ្វីទៅផ្គត់ផ្គង់ទៅផ្ដល់ឲ្យឬក៏មានទស្សនវិស័យអ្វីផ្ដល់ឲ្យកូនចៅយើងទៀតវាអត់ត្រង់នេះហើយដែលវាសន្សំពូជដែលយើងហៅថាល្ងឹតតគ្នានោះអញ្ចឹងយើងត្រូវមានទស្សនវិស័យហើយទស្សនវិស័យនេះវាជំរុញទឹកចិត្តរបស់យើងឲ្យចង់សិក្សាហើយឲ្យខំស្វែងរកស្រាវជ្រាវដល់ខ្លួនឯងយើងគិតមើលថាការរៀនដែលតាមមេរៀនដែលលោកគ្រូអ្នកគ្រូដែលក្រសួងលោកចេញឲ្យនេះណាត្រឹមតែទុតិយភូមិប៉ុណ្ណឹងទេបន្តទៅពីមហាវិទ្យាល័យឧត្តមភូមិរហូតដល់ថ្នាក់អនុបណ្ឌិតអីហើយគឺសិតតែកើតចេញពីការសិក្សាស្រាវជ្រាវដោយខ្លួនឯងទាំងអស់អញ្ចឹងការស្រាវជ្រាវនេះវាមិនចាំបាច់រហូតដល់យើងធ្វើដំណើរទៅដល់ឧត្តមភូមិទេវាកើតឡើងពីឥឡូវហ្នឹងដូចថាឧទាហរណ៍ថាយើងមានម៉ោងកសិកម្មអញ្ចឹងចុះលោកគ្រូកសិកម្មគាត់បង្រៀនពីការដាំស្ពៃពីការមើលថែតគួនលើករងស្រោចទឹកដាក់ជីប៉ុន្តែទ្រឹស្ដីនៅក្នុងឯកសារដែលបានបង្រៀនវាមកជួបជាមួយនឹងភាពពិតនៃការដែលយើងបានពិសោធន៍ហើយយើងសិក្សាវាបន្តថាដីប្រភេទនេះយើងស្រោចអីទៅវាល្អវាថែរបៀបមិនទៅល្អអានឹងហើយជាការសិក្សាស្រាវជ្រាវបន្ថែមរបស់យើងពេលណាដែលយើងមានទិសដៅប្រកបវិជ្ជាការសិក្សាស្រាវជ្រាវរបស់យើងនេះបន្តចលករភាពដែលយើងនឹងអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរឡើងហើយមានតែខ្លួនយើងទេដែលជួយខ្លួនយើងឲ្យបានលោកគ្រូអ្នកគ្រូគាត់ជាចំណែកមួយជាមនុស្សម្នាក់ដែលចង្អុលផ្លូវយើងទេថាខាងនោះលិចខាងនោះកើតប៉ុន្តែខាងកើតមានអីខ្លះខាងលិចមានអីខ្លះនេះជាផ្លូវដែលយើងរឹតដោយខ្លួនឯងពេលដែលយើងជួបវាយើងត្រូវរៀនដោះស្រាយវាថាគួរតែធ្វើម៉េចដើម្បីដោះស្រាយទៅបានហើយការរៀននោះវាមិនមែនត្រឹមតែរៀននៅក្នុងសាលាទេវាត្រូវរៀននៅក្នុងផ្ទះនៅក្នុងសង្គមមិត្តភ័ក្តិបើយើងសពថ្ងៃវ័យយុវវ័យប្រកបដោយការសិក្សាហើយមានភាពមួយទៀតគេហៅថាភាពសប្បាយប៉ុន្តែខ្មែរយើងមានសុភាសិតមួយមានពាក្យស្លោកបុរាណមួយដែលនិយាយហើយនិយាយតគ្នាទៅទៀតនេះប្រហែលជាអាដាមលោកជាទាំងអស់ធ្លាប់បានឮពាក្យហ្នឹងហើយលោកគ្រូអ្នកគ្រូទាំងអស់សិស្សនិស្សិតទាំងអស់ប្រកបទៅធ្លាប់ឮពាក្យហ្នឹងថាសប្បាយប៉ុណ្ណាទុកប៉ុណ្ណឹងសប្បាយក្នុងទីនេះគឺសប្បាយដែលអត់គិតដោយវ័យសិក្សាអញ្ចឹងជាវ័យដែលយើងកំពុងរៀបចំផែនការជីវិតថាយើងចង់បានអីប៉ុន្តែបើយើងបដូរទិសដៅវាឲ្យទៅសប្បាយរហូតដល់គេហៅថាភ្លើតភ្លើនអានោះសេចក្តីទុកនឹងកើតឡើងមកឲ្យយើងវិញទុកព្រោះអីទុកព្រោះសប្បាយពេកភ្លេចរៀនភ្លេចសិក្សាដល់ថ្ងៃប្រឡងមិនប្រកាសថាចេញអ្វីដែលយើងជួបអីវាទៅការសិក្សាស្រាវជ្រាវបន្តបន្ថែមបន្សំមកហូរហែទៀតទើបអាចឲ្យយើងមានភាពក្លាហានក្នុងការតែប្រឡងហើយយុវសិស្សយើងមានទម្លាប់មិនល្អមួយគឺភ័យទៅពេលមុនប្រឡងហ្នឹងទេបើសិនតែភ័យអញ្ចឹងរាល់ថ្ងៃគឺថាមិនដឹងរៀនបកកែដល់ណាទេជឿអញ្ចឹងហ៎ព្រោះមុនប្រឡងគ្រប់គ្នានាំគ្នាប្រឹងប៉ុន្តែចុះអាមុនហ្នឹងមិនក៏មិនប្រឹង
ហើយយើងយកពេលថាសបាយប៉ុន្តែសបាយក្នុងយុវវ័យយើងនេះមានម៉ែមានឪជួយពីក្រោយខ្នងណាប៉ុន្តែដល់ទៅមុខទៀតយើងអត់មានម្ដាយឪពុកណានៅពីក្រោយខ្នងយើងរហូតទេហើយយើងកុំឲ្យចាញ់សត្វចាបពេលណាទៅវាដឹងក្តីហើយវាទៅកាច់សម្បុកវារួចបានវារកគូប៉ុន្តែមនុស្សយើងច្រើនតែរកគូហើយដល់នៅមួយសម្បុកម៉ែឪសិនបន្ទាប់មកបានប្រឹងទៅរកសម្បុកផ្សេងទៀតអានេះវាជារឿងដែលយើងអត់បានរៀបចំផែនការអ្នកមានអុកញ៉ាឬក៏ថាសទ្ធិអ្នកមានអីចឹងមនុស្សដូចយើងប៉ុន្តែគេមានផ្នត់គំនិតទស្សនៈមុនយើង